ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងហ្នឹងក៏ខ្ញុំមកធ្វើ lab ទី3របស់យើងអញ្ចឹងដំបូងយើងទៅបើកកម្មវិធីរបស់យើងមកហើយដើម្បីសូលីសរបស់យើងបានយើងត្រូវបើក CMD យើងមកអញ្ចឹង comment ដំបូងដែលយើងត្រូវធ្វើហ្នឹងគ្រូឲ្យយើងសូ user យើងនៅឈរនៅលើ user មួយណាអញ្ចឹងយើង comment who am I មកតមកទៀតយើង comment host name របស់យើងហើយនឹងIP ដែរអញ្ចឹងយើង comment មក host name យើងបន្តមកទៀតដូចមិនអញ្ចឹងយើងរក IP របស់យើងដើម្បីធ្វើការ connect ទៅកាន់ SX ចឹងនេះគឺជា IP របស់យើងតពីយើងបានប៉ុណ្ណឹងមកយើងធ្វើការទៅបើកpower cell របស់យើងមកដើម្បីធ្វើការ connect ទៅកាន់ SX ឡាយហ្នឹងយើងធ្វើការ comment SX មកហើយនឹងឈ្មោះ user របស់យើងដាក់សញ្ញា add មកហើយយើងដូចរាល់ដងអញ្ចឹងយើងដាក់ IP របស់យើងឡាយនេះយើងដាក់ password របស់យើងចូលមកអានេះយើងចូលដល់កន្លែងធ្វើការសូអលីហើយដែលគ្រូដាក់ឲ្យហ្នឹងចឹងនេះគឺជា comment នៅក្នុងការសូទៅកាន់នៅលេខទាំងអស់ហ្នឹងអញ្ចឹងយើងមានមក comment ls/etc. អាហ្នឹងសញ្ញាដូចធំជាងតូចជាងហ្នឹងជាដាក់តាមហ្នឹងមកតមកទៀតយើងធ្វើការដាក់ឈ្មោះ SU30តមកទៀតយើងធ្វើការ catalog file ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងធ្វើការ enter មកយើងនឹងឃើញបែបនេះអញ្ចឹងយើង scroll ទៅរកមើលឈ្មោះរបស់យើងមកនេះបើយើងនៅលើគេ ACPI ហ្នឹងតមកនៅខាងក្រោមនេះយើងមានពាក្យ ZSX អញ្ចឹងទី1និងទី2របស់យើងបានធ្វើរួចហើយបន្តមកទៀតយើងធ្វើការ add file 2បន្ថែមទៀតអញ្ចឹង comment អានេះវាដូចជាមួយនឹងពីខាងលើដែរប៉ុន្តែយើងថែមសញ្ញាតូចជាងធំជាងហ្នឹងឲ្យបាន2ដងដើម្បីធ្វើការ add file អញ្ចឹងយើងបន្ទាប់ពីយើង add ហើយយើងធ្វើការ cache ដូចមិញមកនេះហើយអញ្ចឹងយើងអាចមក check មើល file របស់យើងបានយើងចំណាំពាក្យ set sx ហ្នឹងទៅអញ្ចឹងយើងរាប់មើលបានយើងមិញបង្កើត2ហើយនឹងបើយើងអាចាស់មួយទៀតវាឡើង3
ចឹងមកខ្ញុំគ្រប់ហើយហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំ